បងប្អូនប្រុសស្រីជាទីស្រឡាញ់ព្រះអង្គម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញក្នុងសាច់ឈាមហើយយើងពិតជាមានពរណាស់ដែលបានស្ដាប់ឮសូរសៀងរបស់ព្រះជាម្ចាស់និងបានចូលរួមពិធីជប់លៀងមង្គលការរបស់កូនជាមនេះសុទ្ធតែជាព្រះគុណនិងព្រះពររបស់ព្រះអង្គម្ចាស់ទោះជាយ៉ាងណាក៏ដោយអ្នកខ្លះមានការព្រួយបារម្ភអំពីការលេចមកនៃព្រះគ្រីស្ទคล้ายៗនៅគ្រាចុងក្រោយព្រោះព្រះអង្គម្ចាស់យេស៊ូវបានទាយទុកជាមុនថាត្បិតនឹងមានព្រះគ្រីស្ទคล้ายៗនិងហោរាคล้ายៗហើយសម្ដែងទីសម្គាល់នឹងការអស្ចារ្យជាច្រើនផងដើម្បីបំភាន់ពួកជ្រើសតាំងប្រសិនបើអាចប៉ុន្តែប្រសិនបើយើងបដិសេធរាល់ដំណឹងអំពីការយាងត្រឡប់មកវិញរបស់ព្រះអង្គម្ចាស់ដោយសារតែយើងខ្លាចថាព្រះគ្រីស្ទคล้ายៗនឹងលេចឡើងតើយើងមិនបាត់បង់ឱកាសក្នុងការស្វាគមន៍ព្រះគ្រីស្ទពិតទេឬអីមានតែការរៀនសេចក្តីពិតអំពីរបៀបបែងចែកព្រះគ្រីស្ទពិតនិងព្រះគ្រីស្ទคล้ายៗប៉ុណ្ណោះទើបយើងអាចជៀសវាងពីការត្រូវបានគេបំភាន់និងទទួលព្រះគ្រីស្ទពិតបានយ៉ាងពិតប្រាកដដូច្នេះតើយើងអាចបែងចែកព្រះគ្រីស្ទពិតនិងព្រះគ្រីស្ទคล้ายៗដោយរបៀបណាតើព្រះគ្រីស្ទពិតយាងមកធ្វើកិច្ចការអ្វីហើយតើព្រះគ្រីស្ទคล้ายៗបំភាន់មនុស្សយ៉ាងដូចម្តេចតើយើងអាចបញ្ជាក់ថាព្រះដ៏មានគ្រប់ព្រះចេស្តាពិតជាព្រះអង្គម្ចាស់យេស៊ូវដែលយាងត្រឡប់មកវិញដោយរបៀបណាសូមចូលរួមការអធិប្បាយតាមអនឡាញរបស់យើងដើម្បីរកឃើញផ្លូវដ៏ត្រឹមត្រូវដើម្បីសម្គាល់បាននៅព្រះគ្រីស្ទពិតនិងព្រះគ្រីស្ទคล้ายៗការសិក្សាព្រះគម្ពីរដ៏ឥតគិតថ្លៃរបស់យើងត្រូវបានរៀបចំឡើងរៀងរាល់ថ្ងៃតាមអនឡាញវេលាម៉ោង 11:30 នាទីព្រឹកនិងម៉ោង 7:30 នាទីយប់ម៉ោងនៅកម្ពុជាលោកអ្នកអាចចូលរួមតាមរយៈកម្មវិធីផ្ញើសារ Facebook ឬទូរស័ព្ទមកយើងតាមលេខ087 815 261ដើម្បីទទួលបានព័ត៌មានបន្ថែម